គេថាភ្លើងគឺក្តៅតែតាមពិតទៅធម្មតាព្រោះធម្មជាតិតាក់តែងបានចាភ្លើងតែងតែរលត់ពេលត្រូវទឹកកាលណាតែភ្លើងតណ្ហាមិនងាយរលត់ឡើយតាំងពីដើមមកភ្លើងដើរតួនាទីសំខាន់មែនទែនមិនថាសាសនាឬក៏វិទ្យាសាស្ត្រក៏ដូចជាសម្រាប់ជីវិតរបស់មនុស្សយើងសត្វនិងរុក្ខជាតិជាក់ស្ដែងដូចជាយានយន្តដែលយើងប្រើប្រាស់រាល់ថ្ងៃនេះអញ្ចឹងគឺវាដំណើរការបានដោយសារតែការបំលែងនៅចំហេះនៃការដុតឥន្ធនៈទៅជាថាមពលមេកានិកលើកលែងតែឡានអាគុយគិតសពទៅការច្នៃប្រឌិតរបស់មនុស្សពិតជាអស្ចារ្យមែនលើកលែងតែពួកដែលចាំតែចម្លងនោះទេចូលជំនាញខ្ញុំវិញហើយសុំតដៃវិញហើយសាគិតមើលបាតុភូតធម្មជាតិមួយដែលគ្រាន់តែមាននៅពន្លឺនិងកម្ដៅអាចឲ្យវត្ថុមួយដែលមានទម្ងន់រាប់តោនមានចលនាហាក់បីដូចជាមានវិញ្ញាណថាមិនត្រូវដែរមិនស្រួលឥន្ធនៈអ៊ីត្រូកាប៊ូដែលយើងប្រើប្រាស់សពថ្ងៃនេះអាចមានផ្ទុកនៅព្រលឹងដៃណូស័រក៏ថាបានឥន្ធនៈមាននៅធម្មពលក្រៃលែងអញ្ចឹងហើយទើបបានជាប្រទេសមហាអំណាចតែងតែចង់បាននៅឥន្ធនៈមកកាន់កាប់តែចូលមកសាច់រឿងម៉ាស៊ីនរបស់យើងវិញឥន្ធនៈនិងម៉ាស៊ីនប្រៀបបីដូចជាស្នេហាមួយដែលខំតែម្នាក់ឯងអញ្ចឹងជាក់ស្ដែងម៉ាស៊ីនរបស់រថយន្តរបស់យើងគឺត្រូវការសាំងតែ5ស្លាបព្រាកាហ្វេទេគឺអាចធ្វើឲ្យរថយន្ត2តោនមួយគ្រឿងចតទៅមុខបាន60គីឡូម៉ែត្រក្នុង1ម៉ោងហើយនេះគឺប្រហែលតែ 20% នៃថាមពលរបស់សាំងតែប៉ុណ្ណោះព្រោះថាទិន្នផលរបស់ម៉ាស៊ីន engine efficiency បច្ចុប្បន្ននេះអាចទាញយកកម្លាំងបានប្រហែលតែ20ទៅ 30% នៃថាមពលឥន្ធនៈដែលបានដុតតែប៉ុណ្ណោះដែល70ទៅ 80% ទៀតត្រូវក្លាយទៅជាកម្ដៅបំភាយចោលទៅក្នុងបរិយាកាសដូចជាក្តីស្រឡាញ់របស់យើងដែលផ្ដល់ទៅឲ្យអ្នកណាម្នាក់ពេលគេមានថ្មីអញ្ចឹងតែទិន្នផលម៉ាស៊ីនក៏អាចមានលើសនឹងដែរសម្រាប់ម៉ាស៊ីនពិសេសដូចជាម៉ាស៊ីន Formula 1 Mercedes AMG W11 ដែលវាអាចទាញយកនៅកម្លាំងបាន 52% ដែលធ្វើឲ្យ Lewis Hamilton ក្លាយជាម្ចាស់ជើងឯក8ជំនាន់របស់ Formula 1ក៏ប៉ុន្តែម៉ាស៊ីននេះត្រូវការចាយលុយ$10 លានសម្រាប់ដាក់លើ F1 មួយគ្រឿងនិងមានតម្លៃ$71 លានសម្រាប់ការផ្លាស់ប្ដូរនៅលើ AMG Project 1 ម្ដងហើយ Hypercar ដែលមានតម្លៃ$73 លានតែត្រូវការការផ្លាស់ប្ដូរម៉ាស៊ីនរៀងរាល់ 50,000 គីឡូម្ដងអញ្ចឹងវាមិនមែនជាជម្រើសដ៏ល្អសម្រាប់ដាក់លើឡានរបស់មនុស្សគ្រប់គ្នានោះទេត្រឹមតែទិន្នផលបន្តិចបន្តួចជាង 20% យើងអាចទទួលបានរថយន្តមួយដែលមានកម្លាំងរាប់រយសេសនិងល្បឿនលើសពី500គីឡូម៉ែត្រក្នុង1ម៉ោងហើយចុះទម្រាំតែចំណែក 80% ដែលคล้ายទៅជាកម្ដៅបញ្ចេញចោលទៅក្រៅតើវាមហាសាលប៉ុណ្ណាទៅអញ្ចឹងបន្ទុះរាប់រយពាន់ដងដែលកើតមានវាអាចរំលាយម៉ាស៊ីនរបស់យើងបានដោយងាយមិនថាវាផលិតមកពីលោហៈអ្វីនោះទេផ្លាទីនសគឺជាលោហៈដែលមាននៅចំណុចរលាយខ្ពស់ជាងគេបំផុតគឺ 1750 អង្សាសេដែកចាក់ពុម្ព cast iron ដូចជាម៉ាស៊ីន 2JZ រលាយនៅ 1530 អង្សាអាលុយមីញ៉ូមរលាយនៅ 657 អង្សាអញ្ចឹងបើកម្ដៅទាំងនោះមិនត្រូវបានដកចេញពីម៉ាស៊ីននោះទេម៉ាស៊ីនរបស់យើងនឹងត្រូវរលាយដោយទឹកអញ្ចឹងហើយបានជា Bugatti Chiron ដែលមានកម្លាំង 1500 សេសត្រូវការនៅទឹកស្អំចំនួន 37 លីត្របូមទឹកដែលអាចបូមបាន 800 លីត្រក្នុង1នាទីនិងស្អំចំនួន 10ដើម្បីទប់ទល់នៅកម្ដៅប្រហែល 3000 សេសដែលបញ្ចេញពីម៉ាស៊ីនមួយនេះមិនបូកបញ្ចូលនៅវិធីសាស្ត្របញ្ចុះកម្ដៅតាមបែបផ្សេងទៀតមួយចំនួនផងសម្រាប់វិធីសាស្ត្របញ្ចុះកម្ដៅរបស់ម៉ាស៊ីននាពេលបច្ចុប្បន្ននេះគឺយើងឃើញមាន3ប្រភេទដោយខ្យល់ដោយប្រេងនិងមានប្រសិទ្ធភាពជាងគេគឺដោយទឹកដែលដំណើរការរបស់វាគឺវាមានបូមទឹកមួយធុងទឹកមួយកង្ហារទឹកមួយតាក់ម៉ូស្តាតឬក្លាប៉េនិងទីយ៉ូទឹកបូមទឹកមាននីតិធ្វើឲ្យទឹកមានចលនាដែលបូមទឹកត្រជាក់ពីធុងមកកាន់ម៉ាស៊ីនរុញទឹកក្តៅពីម៉ាស៊ីនទៅបញ្ចុះកម្ដៅនៅក្នុងធុងទឹកវិញកម្ដៅនឹងត្រូវបានបំភាយតាមរយៈស្លាបព្រិលតូចៗដែលផលិតពីលោហៈដែលងាយចម្លងកម្ដៅមានដូចជាអាលុយមីញ៉ូមហើយកម្ដៅទាំងអស់នោះត្រូវបានបំភាយចេញតាមរយៈខ្យល់ត្រជាក់របស់កង្ហារឬក៏ចរន្តខ្យល់ដែលបក់មកកាត់ធុងទឹកឧទាហរណ៍ Ninja H2O មិនមានកង្ហារនោះទេគឺវាបញ្ចុះកម្ដៅដោយប្រើប្រាស់នៅលំហូរខ្យល់ដែលបក់ប៉ះធុងទឹករបស់វា Principle នេះក៏ត្រូវបានគេប្រើប្រាស់ផងដែរនៅលើរថយន្តស្ពណ៌ model ដែលទទួលបានការ upgrade កម្លាំងបន្ថែមពីរោងចក្រខ្លះពេលទឹកមានតួនាទីគ្រប់គ្រងសីតុណ្ហភាពទឹកឲ្យនៅក្នុង operating temperature ទឹកក្តៅពេកខូចម៉ាស៊ីនទឹកត្រជាក់ពេកម៉ាស៊ីនដំណើរការមិនបានល្អចំណែកឯយោទឹកមិនបាច់ប្រាប់ក៏ដឹងដែរគឺទុកឲ្យទឹកហូរចុងក្រោយគេគឺតួឯកក្នុងប្រព័ន្ធបញ្ចុះកម្ដៅដោយទឹកគឺទឹកស្អំព្រោះបើទឹកស្អំរបស់យើងមានបញ្ហាបង្គំទាំងអស់នៅក្នុងប្រព័ន្ធក៏មានបញ្ហាដូចគ្នា Coolant Antifreeze ដែលហៅថាទឹកស្អំគឺសំដៅទៅដល់សារធាតុរាវដែលគេប្រើប្រាស់សម្រាប់ដកកម្ដៅដែលវាផ្លិតមកចំនួនទឹកកាលពីអតីតកាលមនុស្សយើងបានប្រើប្រាស់នៅទឹកដើម្បីបញ្ចុះកម្ដៅក៏ប៉ុន្តែនៅរដូវធ្លាក់ទឹកកក
ទឹកវានឹងខ្លាយទៅជាកកដែលធ្វើឲ្យប្លុកម៉ាស៊ីនមានបញ្ហាអញ្ចឹងហើយគេក៏ប្រើប្រាស់នៅអាល់កុលលាយទឹកជំនួសវិញអញ្ចឹងសម្រាប់សំណួរសួរថាបើយកវីជាចាក់ចូលធុងទឹករបស់យើងបានអត់ចម្លើយគឺបានក៏ប៉ុន្តែនៅរដូវក្តៅដោយសារតែអាល់កុលមានចំណុចរំពុះទាបក្រោម100អង្សាងាយហួតដែលងាយបង្កទៅជាបញ្ហាឡើងកម្ដៅវិញម្ដងហើយធុងទឹកក៏ងាយមានបញ្ហាស្នឹមនិងច្រេះផងដែររហូតមកដល់ឆ្នាំ1926អេទីឡែនហ្គលីកុលត្រូវបានប្រើប្រាស់នៅក្នុងទឹកស្អំដើម្បីការពារការកកយ៉ាងទូលំទូលាយនៅក្នុងវិស័យយោធាបន្ទាប់ពីសង្គ្រាមលោកលើកទី2រួចមកក្រោយពីឃើញពីសមត្ថភាពការពារកកដ៏ល្អរបស់វាក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យយានយន្តនៅក្នុងសតវត្សទី20រហូតមកដល់បច្ចុប្បន្ននេះតែម្ដងតែបច្ចុប្បន្ននេះម៉ាស៊ីនអភិវឌ្ឍកាន់តែទំនើបទៅអញ្ចឹងមិនខុសពីប្រេងម៉ាស៊ីននោះទេទឹកស្អំមិនមែនត្រឹមតែជាសារធាតុរាវដែលការពារម៉ាស៊ីនពីការកកនិងការលើសកម្ដៅនោះទេតែវាក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការធានានៅអាយុកាលប្រើប្រាស់របស់រថយន្តទឹកស្អំនាពេលបច្ចុប្បន្នមានតួនាទីដូចជាជួយរំអិលនៅបង្គំមួយចំនួនដូចជាបូមទឹកដកកម្ដៅពីម៉ាស៊ីនការពារកកការពារការឡើងស្នឹមនិងច្រេះមិនចម្លងអគ្គិសនីក៏ដូចជាការពារការកកស្ទះនៅក្នុងប្រព័ន្ធបញ្ចុះកម្ដៅដោយនេះហើយទើបបានជាទឹកស្អំនាពេលបច្ចុប្បន្នផ្សំឡើងពីសមាសភាពសំខាន់ចំនួន3 ក្លីកុលលាយជាមួយនឹងទឹកបន្ថែមមកជាមួយនឹង additive ក្លីកុលមានពីរប្រភេទដែលគេយកមកប្រើប្រាស់គឺ propylene glycol និង ethylene glycol ក្លីកុលគឺជាសមាសភាពគីមីដែលមានស្រឡាយមកពីអាល់កុលដែលត្រូវបានគេប្រើប្រាស់តាំងពីដើមមកដោយសារតែវាមិនកកនៅសីតុណ្ហភាពត្រជាក់ដែលវាពិតជាសំខាន់ណាស់សម្រាប់រថយន្តព្រោះថាពីដើមមកបណ្ដាប្រទេសដែលធ្លាក់ទឹកកកគឺជាប្រទេសដែលពេញនិយមនិងសម្បូរប្រើប្រាស់នៅរថយន្តតែផ្ទុយពីអាល់កុលដែលគេប្រើប្រាស់ពីមុនមកក្លីកុលក៏មាននូវសមត្ថភាពដែលមិនបង្កជាច្រេះនិងមានចំណុចរំពុះខ្ពស់ជាងអាល់កុលដែលមិនឆាប់បង្កជាការលើសកម្ដៅបានផងដែរអញ្ចឹងហើយទើបបានជាវាខ្លាចជាសមាសភាពចម្បងសម្រាប់ coolant តាំងពីចំនួនមុនមកដោយសារតែសមត្ថភាពក្រពុះក៏ដូចជាក្រកកអញ្ចឹងបរិមាណក្លីកុលនៅក្នុង coolant គឺជាអ្នកកំណត់នៅចំណុចកកនិងចំណុចរំពុះរបស់ coolant ដូចគ្នាក្លីកុលច្រើន coolant ក្រពុះក៏ដូចជាក្រកកតែបើក្លីកុលតិចវិញវាងាយកកក៏ដូចជាងាយពុះស្ដាប់មើលទៅហាក់បីដូចជាល្អគ្រប់10តែម្ដងហើយតែលើโลกយើងនេះมันមានអ្វីល្អឥតខ្ចោះនោះទេអញ្ចឹងសំណួរដែលយើងសួរថាយើងអាចប្រើប្រាស់ក្លីកុលសុទ្ធ 100% បានទេសម្រាប់យានយន្តនៅកម្ពុជាយើងបើវាក្តៅម្លឹងចម្លើយគឺទេបិទ coolant សុទ្ធ 100% គឺយើងអាចទិញបានមែនតាមរយៈ concentrate coolant តែក្លីកុល 100% មិនស័ក្តិសមក្នុងការប្រើប្រាស់នៅក្នុងកម្ពុជាយើងនោះទេក្លីកុលក្រពុះមែនតែសមត្ថភាពក្នុងការស្រូបនិងបំភាយកម្ដៅរបស់វាក៏ទាបដូចគ្នាបើធៀបនឹងទឹកដែលវាមានន័យថាបើបរិមាណក្លីកុលច្រើនពេក coolant របស់យើងនឹងក្រចុះត្រជាក់ដែលវាផ្ទុយពីដំណើរការរបស់ទឹកស្អំដែលទឹកស្អំត្រូវស្រូបយកកម្ដៅពីម៉ាស៊ីននិងបំភាយកម្ដៅទាំងអស់នោះមកចាក់ចោលនៅបរិយាកាសខាងក្រៅនោះវិញម៉ាស៊ីនក្ដៅបដូរទឹកស្អំតែបើបេះដូងអូនក្រៀមក្រំអាចខលមកបងបានប្រទេសកម្ពុជាយើងគឺមាននៅសីតុណ្ហភាពលើសពី40អង្សានៅរដូវក្ដៅអញ្ចឹងប្រសិនបើទឹកស្អំរបស់យើងមិនអាចដកកម្ដៅបានលឿននោះទេវានឹងបង្កទៅជាការលើសកម្ដៅដូចគ្នាព្រោះទឹកស្អំនឹងក្ដៅទៅតាមរយៈខ្យល់បរិយាកាសផងក៏ដូចជាកម្ដៅនៅក្នុងប្លុកម៉ាស៊ីនផងតែប្រសិនបើយើងដកកម្ដៅបានលឿននោះកម្ដៅដែលយកចេញពីប្រព័ន្ធស្អំបញ្ចេញមកខាងក្រៅក៏បានច្រើនដូចគ្នាមិនមាននៅការកននៅកម្ដៅក្នុងប្រព័ន្ធនោះទេកូលឿនសកល coolant ល្អឆាប់ត្រជាក់ដោយនេះហើយទើបបានជាសម្រាប់ទីផ្សារអាស៊ីគេមាននៅ coolant មួយប្រភេទទៀតនៅលើទីផ្សារគឺ Already Mix ដែលវាបានលាយទឹកមកស្រេចពីរោងចក្រនៅអត្រាណាមួយតាមទីផ្សារដែលបានកំណត់ដែលវាមានបរិមាណចន្លោះពី30 50 70ឬក៏ទឹក 100% តែម្ដងសម្រាប់ទឹកស្អំ High Performance របស់រថយន្តដែលមានកម្ដៅក្ដៅខ្លាំងជាក់ស្ដែងដូចជា Lamborghini Aventador ធម្មតាប្រសិនបើយើងប្រើប្រាស់នៅ coolant ដែលមានក្លីកុលច្រើនឬក៏ coolant ដែលមកស្រាប់ជាប់ឡានពីប្រទេសត្រជាក់ដូចជាកូរ៉េគឺស៊ូជាមួយនឹងការកកស្ទះចរាចរណ៍នៅកម្ពុជាយើងមិនបាន1ម៉ោងនោះទេដោយសារតែការ design របស់វាមាននៅធុងទឹកក្បែរប្លុកម៉ាស៊ីននិងសំបុកឃ្មុំអញ្ចឹងប្រសិនបើស្ទះចរាចរណ៍កម្ដៅបរិវេណប្លុកម៉ាស៊ីននឹងកើនខ្យល់ត្រជាក់ដែលបក់បញ្ចុះកម្ដៅក៏គ្មានអញ្ចឹងប្រសិនបើ coolant មិនបានបំភាយកម្ដៅបានល្អនោះទេច្បាស់ណាស់វានឹង overheat មិនខានអញ្ចឹងហើយទើបបានជា Deloitte Engineering របស់យើងបានផលិតនៅ coolant ពិសេសមួយសម្រាប់អតិថិជន Lamborghini Aventador របស់យើងតាំងពី3ឆ្នាំមុនមកម្ល៉េះហើយឥឡូវក៏មានលក់នៅលើទីផ្សារដែរដែលមានឈ្មោះថាសំរិទ្ធ coolantទឹកគឺជាសារធាតុដែលគេព្យាយាមឈប់ប្រើប្រាស់ម្ដងហើយនៅក្នុងប្រព័ន្ធស្អំ
ទឹកវាកកនៅ0អង្សាអាចបណ្ដាលទៅជាស្នឹមនិងច្រេះចុះហេតុអ្វីទើបជាសារធាតុទឹកនៅតែមានទៀតអញ្ចឹងនៅក្នុង coolant របស់យើងទឹកប្រៀបដូចជាសង្សារតុកសេកតែ sexy ម្នាក់អញ្ចឹងផ្លូវចិត្តគឺសំខាន់តែផ្លូវអូនគឺវាសំខាន់ជាងប្រព័ន្ធស្អំមិនអាចខ្វះទឹកបាននោះទេដោយសារតែទឹកមាននៅលក្ខណៈដ៏ពិសិដ្ឋមួយគឺវាជាសារធាតុតែមួយគត់ដែលអាចចម្លងកម្ដៅបានល្អបំផុតនៅលើលោកយើងនេះអញ្ចឹងហើយទៅបានជាទឹកត្រូវបានគេប្រើប្រាស់សម្រាប់បញ្ចុះកម្ដៅសូម្បីតែ reactor nuclear និងសូម្បីតែខ្លួនមនុស្សយើងក៏ត្រូវការទឹកដើម្បីបញ្ចុះកម្ដៅដែរទឹកនឹងបញ្ចេញមកលើស្បែករបស់យើងនៅពេលដែលខ្លួនរបស់យើងឡើងកម្ដៅភាសាសាមញ្ញគេហៅថាបែកញើសហើយបើគិតថាទឹកមិនទាន់ស្ទាវគ្រប់គ្រាន់នោះទេគ្រប់សាសនាតែងតែចាត់ទុកទឹកគឺជាវត្ថុពិសិដ្ឋអញ្ចឹងហើយទៅបានជាយើងមាននៅព្រះម៉ែគង្គគាមិនដែលមានព្រះម៉ែក្លីកុលឡើយតែថាមិនត្រូវដែរព្រោះថានៅថៃឥឡូវមានព្រះ Optimum Prime ដែលសោយសំណែនប្រេងម៉ាស៊ីនអញ្ចឹងថ្ងៃក្រោយប្រហែលជាយើងអាចមានព្រះម៉ែក្លីកុលដែរក៏ថាបានទឹកគឺមានឥទ្ធិពលណាស់នៅក្នុងប្រព័ន្ធបញ្ចុះកម្ដៅប្រសិនបើយើងបន្ថែមកម្ដៅចូលក្នុងប្រព័ន្ធទឹកស្អំរបស់យើងឲ្យទឹកវាកើនឡើងកម្ដៅលើសមុន10អង្សាអេទីឡែនក្លីកុលនៅក្នុងលក្ខខណ្ឌដូចគ្នាអាចកើនឡើងដល់20អង្សាប្រូពីឡែនក្លីកុលអាចកើនកម្ដៅលើសមុន 33.3 អង្សាឯណោះដែលមានន័យថាទឹកអាចដកកម្ដៅបានខ្លាំងជាងក្លីកុលពី2ទៅ3ដងតែត្រជាក់ប៉ុណ្ណាក៏នៅតែច្រេះដដែលនឹងជាក់ស្ដែងទឹករងនៅអយុត្តិធម៌មែនទែនដោយសារតែទឹកមិនបង្កទៅជាច្រេះឡើយតែអ្វីដែលបង្កជាច្រេះនោះគឺសមាសធាតុរ៉ែដែលមានផ្ទុកនៅក្នុងទឹកតែប៉ុណ្ណោះសារធាតុទឹកបិទដែលមិនមានអ្វីក្រៅពីអ៊ីដ្រូសែននិងអុកស៊ីសែនគឺមិនច្រេះនោះទេដែលយើងអាចបង្កើតវាបានតាមរយៈការដាំទឹកឲ្យពុះរួចក៏ត្រង់យកតែចំហាយទឹកដែលពុះនោះយកមករក្សាទុកឲ្យសារធាតុរ៉ែនិងសារធាតុមិនសុទ្ធធ្លាក់ចុះមកក្រោមនៅពេលដែលយើងយកចំហាយទឹកនោះមកប្រើប្រាស់វាមិនបណ្ដាលឲ្យស្នឹមនិងច្រេះទេថែមទាំងមិនចម្លងអគ្គិសនីទៀតផងអញ្ចឹងហើយទៅបានជាវាត្រូវបានគេប្រើប្រាស់ក្នុងប្រព័ន្ធទឹករថយន្តមន្ទីរពិសោធន៍គ្រឿងសម្អាងនិងសូម្បីតែ iPhone 17 Pro Max អញ្ចឹងហើយបានជាទឹកបិទមានតម្លៃថ្លៃចុងក្រោយគេបង្អស់នៅក្នុង coolant នោះគឺ addictive សារធាតុជំនួយដែលវាជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុង coolant មិនថាក្លីកុលឬក៏ទឹកនោះទេបើមិនមាននៅ addictive ក៏វាមិនអាចក្លាយទៅជាទឹកស្អំដែលពេញលេញឡើយប្រៀបដូចជាសម្លដែលមិនមានគ្រឿងទេសអញ្ចឹង addictive ត្រូវបានគេបែងចែកជា3ប្រភេទ IAT OAT និង HOAT IAT Inorganic Addictive Technology វាគឺជា addictive ដំបូងគេបង្អស់ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យយានយន្តវាប្រើប្រាស់នៅ phosphate silicate សារធាតុទាំងពីរនេះត្រូវបានគេប្រើប្រាស់សម្រាប់ការពារច្រេះនៅក្នុង addictive នេះវាអាចប្រើប្រាស់បាននៅក្នុងម៉ាស៊ីនដែលមានសមីដែក cast iron ពណ៌និងអាលុយមីញ៉ូមដែលជាម៉ាស៊ីនចំនួនចាស់ក៏ប៉ុន្តែក្រោយឆ្នាំ1990វាមិនត្រូវបានគេប្រើប្រាស់នៅក្នុងម៉ាស៊ីនទៀតនោះទេ IAT មានអាយុត្រឹមតែ2ទៅ3ឆ្នាំតែប៉ុណ្ណោះបើគិតជាចម្ងាយប្រហែលជា48,000ទៅ72,000គីឡូម៉ែត្រអាស្រ័យតាមអត្រាដែលក្រុមហ៊ុននីមួយៗបានផ្សំបន្ទាប់ពីអស់គុណភាពសមត្ថភាពនៅក្នុងការការពារកករបស់ coolant នៅតែដដែលដោយសារតែក្លីកុលមិនទាន់ខូចឡើយតែវានឹងអស់សមត្ថភាពក្នុងការការពារច្រេះអញ្ចឹងប្រសិនបើបងប្អូនយកនាឡិកាមកវាស់វានៅតែលោតដកដដែលតែប្រសិនបើបន្តប្រើប្រាស់ទៀតវានឹងបង្កទៅជាស្នឹមនិងច្រេះនៅក្នុងប្រព័ន្ធទឹក OAT Organic Acid Technology គឺជា addictive ដែលបង្កើតក្រោយ IAT វាប្រើប្រាស់នៅអាស៊ីតធម្មជាតិដើម្បីការពារច្រេះដែលវាមានអាយុកាលប្រើប្រាស់យូរជាង IAT គឺវាមានអាយុចន្លោះ5ឆ្នាំនិង 240,000 គីឡូក៏ប៉ុន្តែវាមិនផ្ដល់នូវការការពារដល់គ្រឿងបង្គុំដែលផលិតពីស្ពាន់ឡើយមិនស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងរថយន្តស៊េរីចាស់នោះទេ HOAT Hybrid Organic Acid Technology គឺជាការលាយបញ្ចូលគ្នារវាង IAT និង OAT គឺវាកើតឡើងដោយសារតែការយកនៅ addictive OAT ទៅលាយជាមួយនឹង silicateដែលជាសមាសភាពរបស់ IAT ដែលធ្វើឲ្យវាក្លាយជា coolant ដ៏ល្អបំផុតមួយសម្រាប់ការពារម៉ាស៊ីនអាលុយមីញ៉ូមអញ្ចឹងហើយបានជា coolant សម្រិតរបស់យើងប្រើប្រាស់នៅ HOAT ព្រោះថាភាគច្រើននៃសមីរថយន្តស្ពណ៌ម៉ូតូធំនិងម៉ាស៊ីនលេងគឺជាអាលុយមីញ៉ូមវាក៏មាននៅប្រភេទផ្សេងៗទៀតដែលផលិតមកតម្រូវតាមការចង់បានរបស់ក្រុមហ៊ុននីមួយៗផងដែរលើសពីនេះទៅទៀតក៏មាននៅ addictive ផ្សេងៗដែលយកមកការពារកុំឲ្យកើត scaling គឺជាស្នឹមដែលតោងជាប់នឹងផ្ទៃរបស់គ្រឿងបង្គុំប្រព័ន្ធទឹកដែលអាចកាត់បន្ថយសមត្ថភាពក្នុងការបញ្ចុះកម្ដៅរហូតដល់ 40% ឯណោះហើយក៏មាននៅសមាសភាពមួយចំនួនទៀតដែលទុកសម្រាប់បង្ការ cavitation គឺជាការផ្ទុះតូចៗនៅពេលដែល piston មានចលនាដែលវាអាចទៅស៊ីឡតស៊ីឡាំងដូចជាការបាញ់ខ្សាច់អញ្ចឹងហើយសម្រាប់ performance coolant ដូចជាសម្រិត coolant របស់យើងគឺយើងបានប្រើប្រាស់នៅ addictive ពិសេសដែលគេហៅថា wetting agent សម្រាប់ពង្រាវទឹកនិងវាជួយឲ្យទឹកងាយបំភាយកម្ដៅចេញមកក្រៅចរន្តទឹករត់បានសពក្នុងប្រព័ន្ធបូមទឹកងាយនឹងរុញ
ញទឹកក្នុងម៉ាស៊ីនបានល្អជាងមុនអញ្ចឹងហើយបានជាបងប្អូនទុក coolant របស់យើងចោលបងប្អូននឹងឃើញនៅកំណកទឹកនៅក្នុងដបអញ្ចឹងសួរថាតើត្រូវធ្វើដូចម្តេចដើម្បីជ្រើសរើសនៅ coolant មួយដែលស័ក្តិសមបំផុតសម្រាប់រថយន្តរបស់យើងក៏ដូចជាដឹងថាពេលណាដែលវាត្រូវខូចយើងអាចឃើញនៅ coolant ដែលអស់គុណភាពបានតាមរយៈការប្រែប្រួលពណ៌ក៏ដូចជាសញ្ញានៃការឡើងស្នឹមនិងច្រេះនៅក្នុងធុងទឹកដើម្បីជ្រើសរើស coolant ឲ្យបានត្រឹមត្រូវបងប្អូនត្រូវអានឲ្យច្បាស់សិនពីតម្រូវការរបស់រថយន្តរបស់យើងជាមុនសិនកុំពឹងឆាត GPT 100% ពេកក៏ដូចជាត្រូវការជ្រើសរើសនៅប្រភេទ addictive ដែលរោងចក្របានកំណត់និងគួរតែលាង coolant ចាស់ឲ្យអស់សិនមុននឹងប្ដូរថ្មីព្រោះថាការប្រើប្រាស់ខុសនឹងលាយនៅសមត្ថភាពគីមីខុសគ្នារបស់ coolant អាចបង្កជាការខូចខាតដល់ប្រព័ន្ធទឹកដែលវាជាផ្នែកដែលងាយមានភាគរយបញ្ហាច្រើនជាងគេបង្អស់នៅក្នុងរថយន្តជ្រើសរើសនៅ coolant ដែលមានកំហាប់ទឹកសមល្មមដែលសមស្របជាមួយនឹងកម្លាំងក៏ដូចជាកម្ដៅរបស់ម៉ាស៊ីនយើងតែសម្រាប់ម៉ាស៊ីនដែលមានកម្ដៅក្ដៅខ្លាំងហើយនឹងបងដែលមានតម្រូវការចង់ឲ្យម៉ាស៊ីនបញ្ចុះកម្ដៅបានលឿនបងអាចសាកល្បងបានជាមួយសម្រិត coolant របស់យើង water based coolant ដោយដែលយើងបានដឹងហើយថាទឹកគឺជាសមត្ថភាពល្អបំផុតក្នុងការបញ្ចុះកម្ដៅអញ្ចឹងជាមួយនឹងទឹកបិទ addictive package HOAT ដែលស័ក្តិសមបំផុតសម្រាប់ម៉ាស៊ីនអាលុយមីញ៉ូមនិង wetting agent សម្រាប់ coolant របស់យើងក្លាយជា coolant ដែលស័ក្តិសមបំផុតក្នុងការប្រើប្រាស់សម្រាប់បញ្ចុះកម្ដៅរបស់ម៉ាស៊ីនដែលមានកម្ដៅក្ដៅខ្លាំងដែលប្រើប្រាស់នៅក្នុងអាកាសធាតុកម្ពុជាយើងនេះដែលបងប្អូនអាចទំនាក់ទំនងទិញបានពី website ក៏ដូចជាតំណាងចែកចាយរបស់យើងត្បិតតែភ្លើងអាចបំភ្លៅភ្លឺបានមែនតែភ្លើងក៏អាចដុតបំផ្លាញយើងបានផងដែរហើយនេះគឺជាការដាស់តឿនចុងក្រោយរបស់បងទៅប្អូន